សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូយើងថ្ងៃនេះយើងនឹងបន្តទៅមេរៀនថ្មីមេរៀនបន្ទាប់គឺមេរៀនទី3 limit នៃអានុគមអញ្ចឹងខ្ញុំនឹងជ្រើសរើសយកចំណុចសំខាន់ដើម្បីមកបកស្រាយឲ្យអ្នកទាំងអស់គ្នាតែម្ដងគឺចំណុច limit រៀងមិនកំណត់0លើ0អញ្ចឹងដើម្បីអាចឲ្យយើងកណនា limit ដែល limit x ខិតទៅរក a fx នៅលើសេនី x បែបនេះគឺគេហៅថាអានុគមសន្និទានមានរៀងមិនកំណត់0លើ0ជាដំបូងយើងត្រូវបំបែកភាគយកនិងភាគបែងដែលមានកត្តារួមដូចគ្នាគឺ x ដក a អញ្ចឹង x ដក a ហ្នឹងបានមកពីណាអញ្ចឹង x ដក a ហ្នឹងគឺបានមកពី limit របស់យើងឧទាហរណ៍ថាបើ limit របស់យើង x ខិតទៅរក a អញ្ចឹងយើងបានកត្តារួមរបស់យើងគឺ x ដក a មានន័យថាយើងបោះ a មកខាងនេះមកយើងបានសញ្ញាដកហ្នឹងហើយអូខេបន្ទាប់ពីមាន x ដក a ទាំងភាគយកនិងភាគបែងហើយយើងសម្រួលវាចោលទៅដើម្បីបំបត្តិរៀងមិនកំណត់0លើ0បន្ទាប់មកទៀតអ្នកទាំងអស់គ្នាគ្រាន់តែជួសតម្លៃ x ដោយ a ទៅក្នុង limit កន្សោមថ្មីទៅគឺយើងឃើញចម្លើយរបស់ limit ហ្នឹងហើយបន្ទាប់មកទៀតខ្ញុំរំលឹករូបមន្តចាស់មួយចំនួនអញ្ចឹងរូបមន្តសំខាន់ដែលយើងអាចប្រើប្រាស់នៅក្នុង limit រៀងមិនកំណត់0លើ0មានដូចខាងក្រោមជាក់ស្ដែងទៅគឺវាមានច្រើនជាងហ្នឹងប៉ុន្តែខ្ញុំលើកយកតែប៉ុណ្្នឹងសិនទៅអូខេអញ្ចឹងរូបមន្តទី1 a ការ៉េដក b ការ៉េអញ្ចឹង a ការ៉េដក b ការ៉េគឺស្មើជាមួយនឹង a ដក b កតាឲ្យ a បូក b អូខេចំណែកឯ a គីបដក b គីបវិញអញ្ចឹងយើងបាន a ដក b នៅខាងមុខដូចគ្នានេះបានមកពីនេះដក b នៅខាងមុខកតាឲ្យ a ការ៉េបូក a b បូក b ការ៉េចំណែកឯ a បូក b លើក a គីបបូក b គីបវិញដូចគ្នាដែរគឺយើងបាន a បូក b នៅខាងមុខកតាឲ្យ a ការ៉េដក a b បូក b ការ៉េអញ្ចឹងអារូបមន្តពីរនេះគឺស្រដៀងគ្នាខុសតែសញ្ញាកន្លែងនេះទេគឺខុសសញ្ញានៅកណ្ដាលតោះឥឡូវយើងមកមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ទី1គេឲ្យយើងកណនា limit នៅខាងក្រោមទី1គឺ limit x ខិតទៅរក1 x ការ៉េដក1នៅលើ x ដក1អញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាត្រូវតែជំនួសលេខចូលទៅក្នុង limit នោះសិនដើម្បីស្វែងរករាងរបស់វាអញ្ចឹងយើងជំនួសចូលទៅបាន1ការ៉េដក1ស្មើ0អាខាងក្រោម1ដក1ស្មើ0ដូចគ្នាអញ្ចឹង limit របស់យើងគឺមានរាងមិនកំណត់0លើរាងមិនកំណត់0លើ0អញ្ចឹងដើម្បីអាចកណនាវាបានយើងរកកតារួមមកនេះកតារួមរបស់វា x ខិតទៅរក1អញ្ចឹងយើងបាន x ដក1គឺជាកតារួមដែលយើងត្រូវទៅសេទាំងភាគយកនិងភាគបែងអូខេតោះអញ្ចឹង limit x ខិតទៅរក1យើងសេមកវិញមកខាងលើគឺចូលរូបមន្តអីអ្នកទាំងអស់គ្នាគឺ a ការ៉េដក b ការ៉េលេខ1នេះយើងសេទៅ1ការ៉េបានអូខេអញ្ចឹងយើងបានដក1 x ដក1កតា x បូក1នៅលើ x ដក1ឃើញអត់អ្នកទាំងអស់គ្នាអញ្ចឹងភាគយកក៏មាន x ដក1ភាគបែងក៏មាន x ដក1នេះគឺជាកន្សោមដែលយើងចង់បានហើយអញ្ចឹងយើងសម្រួលវាចោលទៅអញ្ចឹងយើងសេ limit យើងមកវិញអញ្ចឹងខ្ញុំសម្រួលវាចោលខ្ញុំបាននៅសល់អានុគមថ្មីគឺ x បូក1អញ្ចឹងបន្ទាប់ពីយើងសម្រួលវាចោលហើយយើងគ្រាន់តែចំនួនតម្លៃ x ដោយលេខ1នេះចូលទៅក្នុងអានុគមថ្មីរបស់យើងឬក៏កន្សោមថ្មីរបស់យើងទៅយើងទទួលបានចម្លើយរបស់វាហើយអូខេអញ្ចឹងយើងបាន1បូក1បញ្ជាក់នៅពេលដែលចំនួនលេខគឺយើងអត់ទៅសេ limit មកវិញទេអូខេយើងសេតែលេខទេអញ្ចឹងយើងបាន2អញ្ចឹង2គឺជាចម្លើយនៃ limit របស់យើងតោះឥឡូវយើងមកមើលទី2ម្ដងទី2ដូចគ្នាដែរអញ្ចឹងជាដំបូងយើងចំនួនលេខសិនដើម្បីស្វែងរករាងរបស់វាអញ្ចឹងគេឲ្យ limit របស់យើង x ខិតទៅរកដក1អញ្ចឹងយើងបានដក1ស្វែងគុណ4ដក1អញ្ចឹងដក1ស្វែងគុណ4ស្មើ1ហើយនេះដក1ទៀតស្មើ0អូខេចាខាងក្រោមម្ដងដក1លើកជាស្វែងគុណ3បូក1អញ្ចឹងស្មើ0ដូចគ្នាដោយសារខាងមុខនេះបានដក1បូក1ស្មើ0អញ្ចឹងយើងរករាង limit របស់យើងឃើញហើយគឺរាងមិនកំណត់0លើ0អញ្ចឹងដើម្បីអាចដោះស្រាយ limit រាង0លើ0បានយើងត្រូវធ្វើបែបណាឲ្យភាគយកនិងភាគបែងមានកត្តាដែលធ្វើឲ្យវាស្មើ0នឹងហើយសម្រួលវាចោលអញ្ចឹងកត្តាដែលធ្វើវាស្មើ0គឺនៅកន្លែងនេះអញ្ចឹង x របស់យើងខិតទៅរកដក1ណាអញ្ចឹងយើងបោះលេខ1មកខាងនេះមកបាន x បូក1អញ្ចឹងយើងត្រូវធ្វើបែបណាទាំងភាគយកនិងភាគបែងឲ្យមាន x ដក x បូក1ដូចគ្នាមកយើងអាចសម្រួលវាចោលហើយយើងអាចចំនួនលេខបានហើយអូខេអញ្ចឹងបែបនេះមកតមកខាងលើយើងដាក់វាចូលរូបមន្តមកគឺខ្ញុំធ្វើបែបនេះលើកជាការ៉េគឺបាន x សេគុណដក4នេះគ្នាយើងបាន1លើកជាការ៉េអូខេនៅលើ
x ស្វ័យគុណ3បូក1ចឹងខាងលើចូលរូបមន្តអ្នកនរគ្នាគឺចូលរូបមន្តខាងលើនេះគឺចូលរូបមន្ត a ការ៉េដក b b ការ៉េចឹងយើងបាន a ដក b កតា a បូក b ខាងក្រោមចូលរូបមន្តដូចគ្នាគឺបានគឺចូលរូបមន្ត a គីបបូក b គីបចឹងយើងបាន a បូក b កតាឲ្យ a ការ៉េបូក ab x គុណ1 ab បាន x បូកសំទោសកន្លែងនេះមិនបូកទេដក x បូក b ការ៉េ 1ការ៉េគឺបាន1ដដែលអូខេចឹងខាងលើយើងធ្វើអីបានទៀតខាងលើអាមួយនេះគឺចូលរូបមន្ត a ការ៉េដក b ការ៉េទៀតហើយគឺដូចកន្លែងនេះដែរនេះកន្លែងនេះចឹងយើងបាន x ដក1កតា x បូក1កតាឲ្យ x ការ៉េបូក1នៅលើ x បូក1តាឲ្យ x ការ៉េដក x បូក1ស្មើអញ្ចឹងអាខាងលើមាន x បូក1អាខាងក្រោមក៏មាន x បូក1ដូចគ្នាអញ្ចឹងយើងសម្រួលគ្នាបានទៅយើងបាន limit ថ្មី limit កន្សោមថ្មីរបស់យើងគឺ x ដក1កតាឲ្យ x ការ៉េបូក1នៅលើ x ការ៉េដក x បូក1អូខេអញ្ចឹងយើងសម្រួលកតាដែលធ្វើឲ្យវាមានរាងមិនកំណត់0លើ0ចោលគឺកតាមួយនេះនិងមួយនេះអញ្ចឹងយើងចំនួនលេខបានហើយអូខេអញ្ចឹងបញ្ជាក់ម្ដងទៀតនៅពេលដែលចំនួនលេខកុំដាក់ limit មកវិញអញ្ចឹងបានដក1តាឲ្យដក1លើកជាការ៉េបាន1បូក1នៅលើអានេះ1អានេះគុណមួយសញ្ញាដកចូលទៅយើងបានសេបែបនេះចុះដកបូក1ចាអានេះបានប៉ុន្មានដក2កតាឲ្យ2នៅលើ1អានេះបូកបាន3អញ្ចឹងបានដក4នៅលើ3នេះគឺជាចម្លើយនៃ limit ទី2របស់យើងអូខេអញ្ចឹងវីដេអូយើងបានមកដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយល់អញ្ចឹងកុំភ្លេច like វីដេអូនេះបើសិនអ្នកទាំងអស់គ្នាអត់ទាន់ subscribe ទេកុំភ្លេច subscribe មួយផងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់បាយបាយ